Rùa là pan đấy, ao ta số là ao ta lọ tơ, mày cất ấy chỉ vượt còi pe slap ở na, cất bị than số than là rùa say nu tê, mấy ao nơ pan đấy ao ta lọ tơ bị bàn hơi. Bàn này cứ chỉ cầm đợt môi, nâng miền cà xua, nâng cà cầm mân, bà đại trao nâng ta hướng cá cất pe hướng na cốt cất pe hướng để mưa bùng khơi cất pe cái vượt còi pe slap nè, với chỉ ọt bởi dao tê, cất ở rùa ăn lọ tê, bà bật cọt thờ mền. Bà chỉ vượt lực pan đấy ní cứ sầm khăn nè, để dương thử rùa nơi bàn lọ, vô ấy dương hoàng ấy chỉ bật cọt យើងត្រូវការលុយត្រូវទេបាទយើងត្រូវការលុយបងប្អូនត្រូវការលុយខ្ញុំត្រូវការលុយដូចគ្នាបាទត្រូវការអាហារត្រូវការសុខភាពបាទត្រូវការសុភមង្គលក្នុងជីវិតនិងគ្រួសារបាទនេះឯងគឺជាអ្វីមួយយើងមានតម្រូវការជាចាំបាច់រាល់ថ្ងៃហ្នឹងយើងត្រូវការបែបហ្នឹងហ្នឹងឯងនេះខ្ញុំក៏ត្រូវការខ្លាំងណាខ្ញុំខំប្រឹងរកស៊ីខ្ញុំជាសហគ្រិនមួយរូបដែរខ្ញុំត្រូវការរកស៊ីរកលុយដើម្បីគេចិញ្ចឹមគ្រួសារចិញ្ចឹមប្រពន្ធកូនបាទចំណាយប្រចាំថ្ងៃបាទអ្វីទាំងអស់ត្រូវការចំណាយទាំងអស់ត្រូវការលុយកាក់ដូច្នេះខ្ញុំត្រូវការរស់ឲ្យបានល្អបាទនេះជាអ្វីមួយដូចជាអ្វីដែលមតិបានលើកឡើងយើងថាការរស់នៅផែនដីវាសំខាន់ជាជាងជីវិតក្រោយពេលស្លាប់ប៉ុន្តែបងប្អូនជាទីស្រឡាញ់យើងអាចគិតលឿននឹងតិចបានទេបាទយើងគិតលឿននឹងបានតិចទេមានថាជីវិតលើផែនដីវាសំខាន់សម្រាប់យើងហើយយើងរស់ឲ្យបានល្អបំផុតហ្នឹងហើយហើយជីវិតក្រោយពេលស្លាប់ក៏ជារឿងសំខាន់ដែរដែលយើងត្រូវតែគិតពីវាបាទបងប្អូនត្រូវដឹងថាជីវិតបច្ចុប្បន្ននៅលើផែនដីមានពេលវេលាសប្បាយមានពេលវេលាកើតទុក្ខមានពេលវេលាជួបមានពេលវេលាបែកមានពេលវេលាយំមានពេលវេលាសោចមានពេលវេលាកើតក៏មានពេលវេលាធ្វើស្លាប់ត្រឡប់ទៅវិញដែរបើអស់មានពេលវេលារបស់វាណាដូច្នេះសំណួរថាចុះក្នុងពេលដែលខ្ញុំរស់នេះខ្ញុំរស់យ៉ាងម៉េចចុះក្រោយពេលខ្ញុំស្លាប់ខ្ញុំត្រូវទៅណាបាទនេះឯងដែលយើងត្រូវតែពិចារណាពួកអីបើអស់មានពេលវេលារបស់វាដូច្នេះទោះបីជាយើងបដិសេធការស្លាប់ក៏ថ្ងៃមួយយើងត្រូវតែស្លាប់ទោះបីយើងមិនគិតពីអនាគតក្រោយពេលស្លាប់តែយើងនឹងត្រូវជួបវាដែរនឹងទៅរឿងអីខ្លះដែលយើងត្រូវជួបក្រោយពេលស្លាប់បាទដូច្នេះជីវិតនៅលើផែនដីជារឿងសំខាន់ដែលយើងត្រូវរស់នៅបានល្អរស់នៅដែលមានគុណធម៌រស់នៅដែលមានសិលធម៌រស់នៅដែលមានក្តីស្រឡាញ់រស់នៅដែលសុចរិតភាពហើយរស់នៅដែលល្អបំផុតនៅក្នុងជីវិតលើផែនដីនេះទាំងខ្ញុំទាំងអស់លោកអ្នកបងប្អូនគ្រប់គ្នាត្រូវតែស្គាល់អ្វីជាគុណតម្លៃរបស់មនុស្សបាទមិនគួររស់នៅដោយភាពឈឺចាប់រស់នៅដោយភាពជូរល្វីងរស់នៅដោយគំនុំរស់នៅដោយការសងសឹករស់នៅដោយការច្រណែនឈ្នានីសអត់សុបាយសោះមែនទេលើផែនដីរស់នៅបែបអត់សុបាយសោះហ្នឹងហើយដូច្នេះយើងត្រូវរស់ឲ្យសុបាយបំផុតក្នុងជីវិតគ្រីបបសានយើងត្រូវរស់លើផែនដីមានអត្តន័យខ្លឹមសារបំផុតរស់នៅលើផែនដីឲ្យល្អបំផុតរស់នៅផែនដីដ៏រីករាយបំផុតរស់នៅផែនដីឲ្យមានប្រយោជន៍បំផុតនេះឯងគឺជាអ្វីមួយដែលព្រះគម្ពីរបានបង្រៀនប៉ុន្តែពេលវេលានៃជីវិតដ៏វែងអន្លាយហើយឆ្ងាយបំផុតដែលมันអាចវាស់បានมันអាចកំណត់បានគឺជាជីវិតក្រោយពេលស្លាប់ហើយក៏លើកឡើងថាហេតុអីក៏ជឿលើអ្វីដែលមើលពុំឃើញអញ្ចឹងពេលស្លាប់ទៅមើលអត់ឃើញទេថាមានរឿងអ្វីកាត់ឡើងឃើញណាមើលឃើញទេបាទសូម្បីតែខ្ញុំក៏មើលមិនឃើញដែរអ្នកណាក៏មើលមិនឃើញដែរហ្នឹងហើយប៉ុន្តែវាតាក់ទងជាមួយនឹងជំនឿហើយខ្ញុំលើកអំពីជំនឿបាទនៅក្នុងជីវិតមនុស្សម្នាក់ៗមានជំនឿអរណាបងជឿឯងម្នាក់សុទ្ធតែមានជំនឿទាំងអស់ហេតុអ្វីបានយើងខិតខំរៀនសូត្រព្រោះយើងមានជំនឿជឿថាការរៀនសូត្រនឹងជួយឲ្យយើងមានអនាគតល្អទាំងមិនដឹងថាថ្ងៃអនាគតនោះយើងនឹងជួបរឿងអីផងប៉ុន្តែយើងជឿថាខំប្រឹងរៀនរាល់ថ្ងៃដើម្បីអនាគតល្អនេះគឺជាជំនឿមែនទេហ្នឹងហើយខំប្រឹងរកស៊ីណាខំប្រឹងរកស៊ីរាល់ថ្ងៃណាចាប់ផ្ដើមពីអត់មានអីសោះប្រឹងរកស៊ីដោយព្រោះមានជំនឿថាថ្ងៃខាងមុខនឹងមានបានធូរធារនឹងរួចពីបំណុលនឹងរួចពីបញ្ហាដូច្នេះខំប្រឹងរកលុយទាំងមិនដឹងថានឹងរកស៊ីធូរធារមែនអត់ផងទាំងមិនដឹងថាថ្ងៃខាងមុខនឹងជោគជ័យមែនអត់ផងអានោះហើយជំនឿឃើញទេបាទនៅក្នុងលើផែនដីនេះមនុស្សម្នាក់ៗមិនអាចចោលជំនឿបានទេអ្វីក៏បែបយ៉ាងកើតឡើងដោយសារជំនឿទាំងអស់ដូចជារាល់ថ្ងៃយើងមានអីគេយើងមានរបស់ប្រើប្រាស់គ្រប់បែបយ៉ាងចេញពីការបង្កើតឡើងរបស់មនុស្សសុទ្ធតែចេញពីជំនឿទាំងអស់មុនដំបូងអត់មានពូលភ្លើងប្រើប្រាស់គឺមនុស្សប្រើប្រាស់តែគេបាទភ្លើងចង្គៀងណាឬក៏ប្រើភ្លើងចន្លោះអញ្ចឹងទៅហ្នឹងហើយប៉ុន្តែអ្នកវិទ្យាសាស្ត្របានជឿថានឹងអាចបង្កើតអំពូលបានដើម្បីបំភ្លឺបាទបំភ្លឺល្អជាជាងប្រើចន្លោះឬក៏ប្រើចង្គៀងអញ្ចឹងទៅនៅពេលដែលមនុស្សដែលអ្នកវិទ្យាសាស្ត្រមានជំនឿបែបនេះគេក៏ខំប្រឹងប្រែងគេស្រាវជ្រាវតែមិនដឹងថានឹងជោគជ័យអត់ផងប៉ុន្តែទីបំផុតក៏ជោគជ័យមែនបាទតបមកមនុស្សបានគេបង្កើតឧស្សាហកម្មបាទមនុស្សបានបង្កើតនៅក្នុងបដិវត្តឧស្សាហកម្មដ៏អស្ចារ្យបាទបដិវត្តឧស្សាហកម្មគេគ្រឿងម៉ាស៊ីននៅពេលដែលមនុស្សចេះតែប្រើកម្លាំងខ្លួនឯងយូរទៅក៏គិតថាបើមានអីមកជំនួសកម្លាំងខ្លួនឯងបានល្អដូច្នេះមនុស្សមានស្អីសង្ឃឹមនឹងមានជំនឿថានឹងបង្កើតគ្រឿងម៉ាស៊ីនដើម្បីជំនួសកម្លាំងរបស់មនុស្សបាទប៉ុន្តែនៅពេលដែលគាត់ស្រាវជ្រាវបង្កើតនោះគឺគាត់អត់
អត់មានស្អីទេគឺចាប់ផ្ដើមប្រើអីគេប្រើជំនឿសិនហ្នឹងហើយក៏ចាប់ផ្ដើមស្រាវជ្រាវដើម្បីការនោះបានសម្រេចបាទរឿងរ៉ាវគ្រប់យ៉ាងគឺសុទ្ធតែចេញអំពីជំនឿទាំងអស់បាទការបង្កើតទូរស័ព្ទការបង្កើតយន្តហោះបើការបង្កើតយន្តហោះទៀតការដ៏អស្ចារ្យឡើងតែទៀតនៅពេលដែលគ្រួសារតកូរ៉ៃពីអ្នកបងប្អូនជនជាតិអាមេរិកគឺ Owen Wright និង Wilbur Wright អ្នកទាំងពីរបានមាននិមិត្តរួមគ្នាមានក្តីសម័យរួមគ្នាឬក៏ហៅថាជំនឿរួមគ្នាដើម្បីបង្កើតយន្តហោះដើម្បីនាំមនុស្សទៅលើអាកាសបានហើយគេសើចថាមិនដែលមនុស្សណាអាចហោះលើអាកាសបានគេសើចប៉ុន្តែគាត់បានធ្វើរឿងនេះជោគជ័យនៅថ្ងៃទី17ខែធ្នូ1903គាត់បានបង្កើតយន្តហោះដែលមានម៉ាស៊ីនដំបូងគេអាចហោះហើរនៅលើអាកាសបានបាទនេះឯងមនុស្សសើចប៉ុន្តែគាត់ជឿថាគាត់នឹងធ្វើរឿងហ្នឹងបានហើយរឿងនោះក៏កើតឡើងទាំងពេលដែលគាត់គិតដំបូងអត់មានស្អីទាំងអស់ហ្នឹងហើយតែដល់ពេលថ្ងៃមួយក៏វាកាត់ឡើងពិតប្រាកដមែនជាជំនឿគ្មានណាម្នាក់គេចផុតពីជំនឿនោះទេលើផែនដីនេះជាមួយគ្នាដូចជាជីវិតក្រោយពេលស្លាប់គឺតែការប្រើជំនឿហ្នឹងហើយបើជាបងប្អូនលើជំនឿជាច្រើនតាក់ទងជាមួយជីវិតក្រោយពេលស្លាប់អំពីសាសនាផ្សេងបាទនោះឯងបានជាអ្នកជឿលើសាសនានីមួយៗគឺប្រើជំនឿបាទប្រើជំនឿនឹងដូចជាក្នុងគ្រិស្តបរិស័ទក៏យើងប្រើជំនឿដែរបាទយើងជឿថាពិតប្រាកដក្រោយជីវិតក្រោយពេលស្លាប់ពិតជាមានរឿងរ៉ាវជាច្រើនដែលនឹងកើតឡើងក្រោយពេលស្លាប់ដូចជាខ្ញុំលើកឡើងពីមុនអញ្ចឹងអំពីឋានសួគ៌និងឋាននរកអញ្ចឹងបាទនឹងមានរឿងរ៉ាវជាច្រើនទៀតក្រោយពេលស្លាប់ហើយជារឿងមួយដែលក្នុងព្រះគម្ពីរប្រាប់ថាជារឿងមួយដែលមនុស្សគិតស្មានពុំដល់បាទនេះឯងគឺជំនឿហ្នឹងហើយដូច្នេះការដែលយើងបានត្រៀមទុកខ្លួនឯងសម្រាប់ជីវិតក្រោយពេលស្លាប់វាជួយប្រយោជន៍សម្រាប់ជីវិតយើងនាបច្ចុប្បន្នប្រយោជន៍វាមិនបើសិនជាយើងជឿថាពិតជាមានឋានសួគ៌ឋាននរកមែនក្រោយពេលស្លាប់ដូច្នេះយើងនៅលើបច្ចុប្បន្នកាលលើផែនដីនេះគឺយើងនឹងធ្វើរឿងដ៏ត្រឹមត្រូវបំផុតព្រោះអីយើងជឿថានៅពេលដែលជីវិតក្រោយពេលស្លាប់ទៅมันអាចត្រឡប់មកវិញបានទេដូច្នេះយើងនឹងអាចប្រឈមមុខជាមួយនឹងឋាននរកដូច្នេះយើងត្រូវរស់លើផែនដីបែបម៉េចគឺយើងខំប្រឹងធ្វើគេធ្វើល្អបាទកសាងអំពើល្អហ្នឹងហើយមានន័យថាចេះជួយសង្គមចេះជួយគ្រួសាររស់នៅមានគុណធម៌សិលធម៌នឹងមានគេយុត្តិធម៌ក្នុងជីវិតនឹងមានសុចរិតភាពក្នុងជីវិតហើយជាមនុស្សដែលប្រឹងប្រែងបង្កើតក្តីស្រឡាញ់ក្នុងគ្រួសារបង្កើតអ្វីដែលល្អអនុស្សាវរីយ៍ល្អបុគ្គលិកល្អនៅលើផែនដីនេះតើរឿងនោះមានប្រយោជន៍សម្រាប់ខ្លួនឯងប្រយោជន៍សម្រាប់គ្រួសារប្រយោជន៍សម្រាប់សង្គមជាតិហ្នឹងហើយបើសិនជាយើងយល់ដឹងអំពីរឿងនេះហើយក៏ត្រៀមខ្លួនជាស្រេចសម្រាប់ការត្រៀមខ្លួនចូលទៅកាន់ជីវិតមួយដែលថ្មីក្រោយពេលស្លាប់បាទមិនមែនយើងធ្វើអីស្រេចចិត្តណាហ្នឹងហើយមិនមែនយើងថាបើមនុស្សអត់កើតមកវិញមនុស្សនឹងធ្វើអីស្រេចចិត្តហើយនេះជាសំណួរមួយដែលមានបងប្អូនម្នាក់បានសួរខ្ញុំថាបើអត់មនុស្សអត់កើតមកវិញអញ្ចឹងមនុស្សធ្វើអីតែក្បាលវ៉ាល់ហើយតែចិត្តហើយប៉ុន្តែអត់ទេអត់អាចធ្វើអញ្ចឹងបានទេមានន័យថាមនុស្សត្រូវតែផ្លាស់ប្ដូរអេរិយាបថការនៅរបស់ខ្លួនឯងនៅលើផែនដីនេះដោយល្អបំផុតណាដើម្បីត្រៀមខ្លួនចូលឋានសួគ៌ហ្នឹងហើយដូច្នេះនេះឯងគឺជាអ្វីមួយដែលបងប្អូនអាចពិចារណាដោយខ្លួនឯងបានបាទអំពីគំនិតមួយដែលតែងតែលើកថាមិនគួរគិតអំពីឋានសួគ៌ឋាននរកស្អីទេហ្នឹងហើយប៉ុន្តែខ្ញុំនិយាយបែបនេះមិនបង្ខំឲ្យបងប្អូនគិតអំពីឋានសួគ៌ឋាននរកទេហ្នឹងហើយគាត់និយាយការពិចារណាតែប៉ុណ្ណោះកាលណាលេងសប្បាយយល់ណាហ្នឹងហើយកុំតឹងតែងខ្លាំងពេកហ្នឹងហើយនិយាយសប្បាយពេលខ្លះបងប្អូនខ្លះមានជំនឿខុសគ្នាអ្នកខ្លះក៏ជឿថាអត់មានទេឋានសួគ៌ឋាននរកអ្នកខ្លះក៏ជឿថាមនុស្សត្រឡប់មកលើផែនដីវិញបងប្អូនជឿបែបណាក៏បានដែរហ្នឹងហើយព្រោះជាជំរឿម្នាក់មានជំរឿខុសនេះអត់បានបង្ខំទេណានេះគ្រាន់តែជាការទៅចែកលេងជាការពិភាក្សាគ្នាលេងជាការគិតអ្វីជាជ្រុងមួយនៃគ្នាជំនឿផ្សេងគ្នាដែលអ្នកយល់ឃើញទាំងបងប្អូនខ្លះអត់ជឿថាមានអីទាំងអស់អត់ជឿថាមានឋានសួគ៌ឋាននរកអត់ជឿតែកើតមកវិញអត់ជឿអីទាំងអស់ហ្នឹងហើយអានោះក៏គេហៅថាជំនឿដែរហ្នឹងហើយដូច្នេះឯងបងប្អូនអាចគិតបែបណាដោយតាមភាពសប្បាយរីករាយរបស់រៀងខ្លួនហ្នឹងហើយតោះអ្វីខ្ញុំលើកឡើងគ្រាន់ជាជ្រុងមួយតែប៉ុណ្ណោះនៃការពិចារណាបើសិនជាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តសូមជួយ like ជួយ follow និងចែករំលែកកាន់អ្នកផ្សេងទៀតផងដែរបាទអរគុណសូមព្រះជាម្ចាស់ប្រទានពរ